ចឹងនេះគឺយើងមកនិយាយព័ត៌មានមួយចំនួនដែលពាក់ព័ន្ធជាមួយនឹងសហរដ្ឋអាមេរិកក៏ដូចជាទិន្នន័យថ្មីរបស់ US Jobless Claim ផងដែរព័ត៌មានទី1គឺពាក់ព័ន្ធជាមួយនឹង Donald Trump ដោយសភាតំណាងរាស្ត្រអាមេរិក US House នឹងគឺទើបតែធ្វើការបោះឆ្នោតបញ្ចប់ពន្ធនាគាររបស់លោក Donald Trump លើកាណាដាដោយលទ្ធផលនឹងគឺ219និង211ចំពោះគោលបំណងនឹងគឺគេចង់ដកចេញការរឹតបន្តឹងពាណិជ្ជកម្មចាស់ៗលើកាណាដាក៏ដូចជាផ្ដល់ការបន្ធូរបន្ថយធំមួយសម្រាប់អាជីវកម្មនិងទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរហើយនឹងមួយទៀតគឺពាក់ព័ន្ធជាមួយនឹងទិន្នន័យថ្មីរបស់ US Jobless Claim ដោយការរំពឹងទុកនឹងគឺវាមានចំនួន 222,000 ប៉ុន្តែនៅពេលដែលចេញមកចាក់ស្ដែងគឺ 227,000 ខ្ពស់លើសពីការរំពឹងទុកជារបាយការណ៍សម្រាប់ខែមករាដែលបានបង្ហាញថាការបន្ថែមការងារនឹងគឺមានចំនួនរហូតដល់ទៅ 130,000 កន្លែងព្រោះជាអត្រាអត់មានការងារធ្វើនឹងគឺវាថយចុះ 4.3% ចំពោះលទ្ធផលប៉ុណ្ណឹងគឺបានបង្ហាញថាទីផ្សារការងារគឺវានៅតែមានលក្ខណៈស្ថិរស្ថេរល្អគឺវាអត់មានបញ្ហាអីកើតឡើងទេក៏ដូចជាទិន្នន័យ CME Fed Watch នៅក្នុងពេលបច្ចុប្បន្ននឹងក៏បានបង្ហាញថាឱកាស 94.1% ថា Fed នឹងរក្សាអត្រាការប្រាក់ដែលនៅកិច្ចប្រជុំថ្ងៃទី 18 ខែមិនិនាខាងមុខនឹងផងដែរហើយនឹងព័ត៌មានចុងក្រោយគឺពាក់ព័ន្ធជាមួយនឹង Poly Market ដែលគេបានបង្ហាញថាមានឱកាសរហូតដល់ទៅ 95% សម្រាប់ការបិទរដ្ឋបាលសហរដ្ឋអាមេរិកម្ដងទៀតគឺនៅថ្ងៃទី 14 ខែកុម្ភៈនឹងថ្ងៃគឺទើបតែបិទថ្ងៃ 31 ខែមុនអញ្ចឹងឥឡូវនេះគឺប្រហែលជាអាចនឹងបិទទៀតនៅថ្ងៃទី 14 ខែកុម្ភៈខែនឹងតែម្ដងគឺថ្ងៃ Valentine តែម្ដងអូខេអញ្ចឹងគឺមានតែប៉ុណ្្នឹងទេដោយតែនៃអស់ហ្នឹងគឺវាអាចនឹងមានផលប៉ះពាល់ទៅកាន់ទីផ្សារឬក៏យ៉ាងណាទៀតអានឹងយើងមានចាំតាមបន្តទៀតអញ្ចឹងសម្រាប់តើមានគណនី OKX អាចចុះឈ្មោះតាម referral link ខ្ញុំបានដាក់នៅខាងក្រោម comment បានដើម្បីទទួលបាន reward ក៏ដូចជាចូលរួមលេង campaign ទទួលបាន reward ពីខាង OKX ក៏ដូចជាអាណាចក្រយើងដូចគ្នាហើយក៏ដូចជាចូលទៅកាន់ក្រុម VIP signal free ដូចគ្នាអញ្ចឹងបើសិនជាចង់ស្វែងយល់ពីចំណេះដឹង crypto ថ្មីបន្ថែមដែលឥតគិតថ្លៃអ្នកគ្នាអាចចូលទៅ subscribe channel Telegram របស់អាណាចក្រ .org ឬក៏ channel YouTube របស់អាណាចក្រក៏ដូចជាចូលទៅ follow TikTok អាណាចក្រម្នាក់មួយផង